ជម្រាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីសកម្មភាពជាងផ្នែកសម្អាតនិងដាំរបស់ហាងរបស់ខ្ញុំថ្ងៃនេះមានសកម្មភាពដូចជាតទៅទី1ផ្នែកមុននឹងសម្អាតទៅធ្វើជ័រចិត្តជ័រឲ្យស្អាតតាមរាងរៅហើយបានយកទៅឲ្យគេបញ្ចូលម្សៅពុំចាក់បានគេសម្អាតជ័រជាអញ្ចឹងហើយបានយកទៅឲ្យផ្នែកគេតម្លើងម្សៅពុំចាក់ហើយបានជារូបរាងហើយបានគេយកមកសម្អាតដូចចាក់សម្អាតដូចប្អូនបុគ្គលិកខ្ញុំនេះចឹងសម្អាតចឹងមើលពងត្រីកន្លែងណាបតិបតាអីយើងអាចយកផ្លែពោតហ្នឹងទៅស្គៀលធ្វើតាមទម្រង់មើលដោយលម្អិតដោយផ្នែកគ្រឿងមីក្រូស្កូបនេះតែគ្រឿងដាំនេះព្រោះគ្រឿងដាំនេះធ្វើឲ្យយើងមើលឃើញច្បាស់ទូធំអីយើងអាចមើលឃើញច្បាស់លាស់មានវគ្គមានឃ្លាដើម្បីឲ្យរបស់នឹងមួយមានភាពស្រស់ស្អាតហើយដាំទៅស្អាតបានដាក់ក្របដាំទៅមានពន្លឺចេញពីអស់ពីក្របពេជ្រនេះនីមួយនៅក្នុងចិញ្ចៀនរបស់នឹងរូបបែបយ៉ាងហើយចំណែកប្អូននេះក៏សម្អាតដាំហើយគាត់ដាំហើយដូចជាយុទ្ធការអញ្ចឹងគាត់ដាំហើយគាត់សម្អាតតាមប៉ាទីនដែលខ្លះវាអត់មូលវាបែកឆ្ងាញអីត្រូវការសម្អាតឲ្យវាមានមូលតាមលក្ខណៈយុទ្ធការត្បូងនីមួយដើម្បីយើងហើយយើងយកប៉ូលីស្អាតយកទៅក្រូមេហើយបានស្អាតអ្នកខ្លះគេចង់ក្រូមេក្រហមទៅចំណាសគឺផ្លាទីនទឹក7គឺពីដាំពេជ្រសុទ្ធដោយសារជាងជំនាញបទពិសោធន៍5ឆ្នាំបាទហើយចំណែកបងអូននេះក៏ធ្វើតាមដូចគ្នាសម្អាតតែតាមដូចតែខ្ញុំអស់ហាញពីលើកមុនមកចឹងមានដោយសារជាងការងារច្រើនវាមានជាងដាំច្រើនជាងដាំច្រើនចឹងដែលមានបទពិសោធន៍ខ្ពស់ដោយសារការខិតខំរបស់បងអូនទាំងអស់ហើយបានមានលទ្ធផលថ្ងៃនេះដោយមានគ្រូដែលមានជំនាញសិក្សាយោបល់ធ្វើយកលទ្ធផលឲ្យស្អាតឲ្យចំគោលដៅជ្រុងដឹងជ្រុងសោងដឹងសោងវាចដឹងវាចតើវាចសមជ្រុងសមត្រង់សមបាទហ្នឹងហើយព្រោះគេធ្វើឲ្យចំគោលដៅដែលទម្រង់នៃវិជានីមួយដែលអតិថិជនបានកំងតាមចិត្តរបស់គេដែលគេចង់បានបាទហើយល្បឿនមានអីពីព្រោះដោយសារបទពិសោធន៍ខ្ញុំមុននឹងធ្វើបានប៉ុណ្នេះទី1ខ្ញុំចែកកណ្ដឹងទី1ត្រូវការទី1ត្រូវការអត់ធ្មត់ធ្វើឲ្យចំគោលដៅហើយច្បាស់ដោយមានភាពជឿជាក់បើយើងអត់មានភាពជឿជាក់ទេមានភាពក្លាហានទេរបស់ដែលធ្វើហ្នឹងគឺអត់បានគុណភាពល្អព្រោះយើងសង្ឃឹមថារបស់នេះយើងមានគោលដៅមានប្លង់ត្រឹមត្រូវហើយយើងធ្វើច្បាស់អតិថិជនចង់បានអីចង់បានយ៉ាងម៉េចរបៀបណាយើងធ្វើតាមអតិថិជនហ្នឹងដោយសារអតិថិជនមិនច្បាស់ហើយខ្ញុំអាចធ្វើកាយជូនគាត់ឡើងវិញបានដោយសារយើងអត់ធ្មត់ចំពោះអតិថិជនធ្វើទៅចិត្តគាត់តែនេះបានមានអតិថិជនជាច្រើនដែលមកធ្វើយើងដោយសារយើងមួយយើងជាអាជីពជាជាងគឺធ្វើយ៉ាងណាឲ្យអតិថិជនចូលចិត្តពេញចិត្តធ្វើខុសហើយធ្វើដល់ត្រូវឲ្យគាត់ពីព្រោះចំណាទៅគាត់អត់ពេញចិត្តយើងពេញចិត្តតែយើងវាស្ដាប់វិញអត់បានកតាតិចតួចដែលយើងថាអត់ធ្មត់ធ្វើទៅទទួលភ្ញៀវត្រង់ហ្នឹងហើយដែលគេជឿយើងថាយើងខុសហើយតិចតួចនៅតែធ្វើដើម្បីបរាជកម្មភ្ញៀវអតិថិជនដែលគេចង់បានឡោះហើយបទពិសោធន៍ដែលខ្ញុំធ្វើរយៈពេល25ឆ្នាំរបស់ខ្ញុំនេះនឹងបរៀនសិស្សបរៀនអីតាមដែលតាមគោលដៅឆាប់លឿនឆាប់ចេះយើងដាក់ពីផ្នត់កំណត់ពី mindset ឲ្យគាត់ program ល្អលឿនវាមាន skill ក្នុងផ្នែកអាជីពនីមួយឲ្យចំគោលដៅដើម្បីគាត់អាចរៀនផ្នែកហ្នឹងបានហើយបើសិនជាផ្នែកគាត់រៀននឹងបានតែមានការគិតខ្ពស់អំណត់គាត់ថាមកធ្វើនេះគឺធ្វើយកឲ្យបានធ្វើឲ្យបានគេធ្វើបានយើងធ្វើមិនបានមិនយើងជាអ្នកមួយដែលយើងមកពីជនបទតន្ត្រៃយើងផ្ដល់ទីក្រុងមួយ
តែទទួលវគ្គបណ្ដុះបណ្ដាលផ្នែកគ្រឿងអលង្ការរបៀបនេះពួកយើងកូនអ្នកស្រែយើងចេញមកនេះដើម្បីរកចំណេះដឹងបើយើងចេញពីស្រែមកធ្វើឲ្យច្បាស់លាស់ត្រឹមត្រូវឲ្យចេះមានចំណេះដឹងច្បាស់លាស់បើសិនជាយើងអត់ជឿជាក់ខ្លួនឯងទេចំពោះការងារនឹងបរាជ័យហើយឡើយហើយម្នាក់ត្រូវការបុគ្គលិកត្រូវការអត់ធ្មត់ធ្វើឲ្យគ្រប់យ៉ាងឲ្យចំគោលដៅបាទមានទុកជាច្រើនអស់មានសកម្មភាពទៅទាំងអស់ដោយសារការងារច្រើននេះខាងផ្នែកសម្អាតសួរតាប្អូនឯងបានហើយបានទទួលជោគជ័យផ្នែកសម្អាតដោយមានភាពយ៉ាងម៉េចភាពជឿជាក់ស្អាតបាទជឿជាក់លើវាសម្អាតឲ្យចំគោលដៅបាទបើយើងអត់មានជឿជាក់សម្អាតទេស្អាតគេអត់ស្អាតទេបាទម្ល៉េះហើយទៅការតាំងចិត្តអត់ធ្មត់ធ្វើម៉េចឲ្យស្អាតឲ្យអតិថិជនមែនទេបាទធ្វើតែអតិថិជនឲ្យបានស្អាតកាលណាយើងធ្វើឲ្យស្អាតគេពេញចិត្តគេនឹងមករឿងឲ្យសម្អាតទៀតហើយគេពេញចិត្តគេធាក់លុយយើងច្រើនមែនទេតែគេពេញចិត្តគេឲ្យលុយធៀបយើងណាបាទទេច្រើនហ្នឹងហើយទៅទី1យើងអតិថិជនជាស្ដាច់បើអត់គេយើងបានអីយើងមិនថាឡោះហើយការអត់ធ្មត់របស់បុគ្គលិកទាំងអស់មកពីជនបទមកពីតាមខេត្តដូចគ្នា25ខេត្តក្រុងមកដោយសារចង់ចេះជំនាញច្បាស់លាស់បើចេះលេងក៏មកបើចេះខ្លាំងចាំមកព្រោះដោយសារខ្ញុំបាត់25ឆ្នាំ25នៅអាជីពរបស់ខ្ញុំដោយសារការអត់ធ្មត់ភាពជឿជាក់គឺជឿជាក់ឡើងយើងធ្វើវាអស់សក្តានុពលបានទទួលផលមកបើសិនជាយើងមិនប្រឹងវាធ្វើទេងាករត់ងាកចេះពេញស្ដាប់ចឹងអត់បានផលទេជាងម្នាក់មកនេះហើយទៅប្រឹងប្រែងធ្វើព្រោះអាជីពនេះយើងចេះហើយវាថ្លៃឈ្នូវាស្រួលវានៅម្លប់អញ្ចឹងផ្ដាំសារទៅអតិថិជនបងប្អូននៅជនបទដែលមានចង់អាជីពជាគ្រឿងធ្វើគ្រឿងជាងមាសជាងពេជ្រផ្នែកគ្រឿងអលង្ការដែលមានតម្លៃហើយទទួលមានគ្រូបង្វឹកដែលមានចំណេះដឹងច្បាស់លាស់ត្រឹមត្រូវមកធ្វើមករយៈពេលតែ3ខែ2ខែអីដែលយើងចង់ខ្លាំងចេះហើយតែកុំចង់លេងចង់លេងអត់បានប្រយោជន៍បាច់មកទេចង់លេងព្រោះខ្ញុំក៏បរិយាតែមនុស្សលេងដែរខ្ញុំមិនចង់មនុស្សដែរដែលចង់ច្បាស់ចាំមកជួបខ្ញុំដោយករណីបុគ្គលិកខ្ញុំទាំងអស់គ្នានេះពួកគេចង់ចេះនឹងខ្លាំងបានគេធ្វើបានគេប្រឹងធ្វើអស់ហើយមកទាំងស្រុកភូមិបងប្អូនកូនចៅគេមកទាំងអស់មានលុយតិចមានលុយច្រើនក៏មករៀនបានដែរគាត់តែយើងនិយាយគ្នាសំខាន់យើងទៅនិយាយគ្នាមកដើម្បីតែចង់ខ្លាំងមកហើយយើងនិយាយគ្នាមិនថាចាប់តែមានលុយគ្រប់មកទេមានប្រមាណនិយាយមកយើងនិយាយគ្នាធ្វើឲ្យយើងចែកគ្នាដល់តែចង់ខ្លាំងហើយធ្វើអស់លទ្ធផលបាទឲ្យតែមានចង់ខ្លាំងមកមានល្មមមកឲ្យនិយាយគ្នាករណីទាំងអស់នឹងបងប្អូនមកធ្វើមានទៀនធ្វើអីជាច្រើនជាងសម្អាតទៀតអីមាននឹងខាងធ្វើសម្អាតនេះខាងនៀកក្បាលនៀកនេះធ្វើក្បាលនៀកទីនេះនៀកបាទនៀកនេះផ្លាទីនសបាទនៀកផ្លាទីនសហ្នឹងជាហ្នឹងគឺធ្វើនឹងធ្វើផ្លាទីនសធ្វើពីនៀកបានដល់ការលៀកទៅលើមួយខែមកក្បាលនៀកហ្នឹងរយៈពេលធ្វើវិញ្ញាយើងឆ្លងតាមពិតខាង design ហើយរូបភាពគេបាន design ហើយរយៈពេលមួយអាទិត្យបានធ្វើមួយអាទិត្យនេះជាងរៀនមួយខែមួយឆ្នាំជាងចេះធ្វើមួយឆ្នាំប្រហែលខែមួយឆ្នាំមកចេះរៀនសម្អាតនឹងមុនដំបូងយ៉ាងម៉េចអត់ទាន់យល់ទៅអីប្រហែលខែពេលឲ្យយើងយល់ចេះដឹងកលុកកលៈជាងត្រូវរៀនប្រហែលខែមិនទៅប៉ុណ្្នឹងបាទអញ្ចឹងគឺបងជាងតែធ្វើហ្នឹងបានទៅរយៈពេល3ខែធ្វើបានណាបាទ3ខែធ្វើបានណាបាទ3ខែធ្វើបាន